ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីជំងឺដែលកើតមាននៅលើដំណាំខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាជាច្រើនជាពិសេសអ្នកដែលគាត់ដាំបន្លែប្លុកនៅតាមផ្ទះអ្នកដែលគាត់ដាំជាលក្ខណៈចំការអីតិចតួចអញ្ចឹងណាអញ្ចឹងប្រកាសជាជួបនៅបញ្ហាសត្វល្អិតដើមមានជំងឺរាតត្បាតច្រើនហើយក៏ធ្វើឲ្យដើមរបស់គាត់គឺអត់មានប្រសិទ្ធភាពលូតលាស់បានល្អហើយអាចប្រមូលផលបានដូចគ្នាដែរក៏ប៉ុន្តែប្រមូលផលបានតិចអីចឹងទៅអញ្ចឹងសួរថាថ្ងៃនេះខ្ញុំមកបង្ហាញពីសត្វល្អិតអីគេដែលធ្វើឲ្យដំណាំបងប្អូននឹងមានការធ្លាក់ចុះអញ្ចឹងយើងមកមើលទាំងអស់គ្នាចំពោះដំណាំដែលកើតមានហ្នឹងគឺភាគច្រើនកើតឡើងពីសត្វល្អិតបើសិនជាយើងគ្រប់គ្រងបានល្អគឺមានប្រសិទ្ធភាពខ្លាំងមែនទែនទៅលើដំណាំរបស់យើងដូចជាពពួកសត្វល្អិតតូចៗដែលយើងមើលឃើញអញ្ចឹងយើងមើលនៅពេលយប់គឺល្អបំផុតហើយវាមានរោគច្រើនមែនទែនដែលកើតនៅលើដំណាំរបស់យើងបងប្អូនជួបអត់រលួយដើមរលួយឬស្លឹកពណ៌អត់ស្អាតមានអុចច្រើនកើតមានពពួកសនៅលើស្លឹកហ្នឹងអាហ្នឹងគឺជាផ្សិតហ្នឹងឯងដើម្បីឲ្យដំណាំដែលប្រសើរឡើងវិញហ្នឹងគឺខ្ញុំប្រើតែប្រភេទពពួកបដិសត្វល្អិតទេបងប្អូនអាហ្នឹងវាគឺជាលក្ខណៈក្លិនណាអញ្ចឹងពេលដែលយើងប្រើគឺយើងអត់ប៉ះពាល់ទេជាពិសេសនៅពេលដែលប្រមូលផលនឹងឯងអញ្ចឹងហើយកុំសង្ឃឹមថាបងប្អូននឹងទទួលបានផលអសោះហើយសួរថាប្រើថ្នាំគីមីមែនថ្នាំគីមីក៏បានដែរក៏ប៉ុន្តែវាប៉ះពាល់ដល់សុខភាពនេះបងប្អូនដូចដែលបងប្អូនបានឃើញអញ្ចឹងអាម៉ាត់ចំការនេះគឺវាមានភាពប្រសើរឡើងខ្លាំងមែនទែនគឺដោយសារតែខ្ញុំប្រើប្រាស់នៅផលិតផលវីនីកាហ្នឹងណាបងប្អូននិយាយជារួមទៅខ្ញុំឃើញថាលទ្ធផលដែលប្រើប្រាស់ហើយវាមានប្រសិទ្ធភាពមែនអញ្ចឹងបានជាខ្ញុំrecommend ឲ្យបងប្អូនប្រើប្រាស់នៅផលិតផលមួយហ្នឹងពីព្រោះអីខ្ញុំចង់បានទិន្នផលបងប្អូនក៏ចង់បានទិន្នផលសម្រាប់ហូបក្រុមគ្រួសារផងហើយនឹងលក់ចេញទៅខាងក្រៅដើម្បីជីវភាពរបស់បងប្អូនដែរអញ្ចឹងជាចុងក្រោយខ្ញុំអត់មានអីចែកម្លែកទៅកាន់បងប្អូនច្រើនទេគឺមានតែចំណេះដឹងប៉ុណ្្នឹងដើម្បីឲ្យពុកម៉ែបងប្អូនស្គាល់ថាអាប្រភេទសត្វល្អិតមិនហើយយើងត្រូវប្រើប្រាស់ថ្នាំអីគេដើម្បីកម្ចាត់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ